ស្ដីបងប្អូនអរគ្នាថ្ងៃនេះមកចង់បង្ហាញអំពី Honda PCX ស៊េរីឆ្នាំ2026ដំណំចូលទៅក្រុមហ៊ុន MCX Honda បងប្អូនដែលជាប្រភេទម៉ូតូកម្លាំងម៉ាស៊ីន 125cc ដែលជាផលិតផលរបស់ជប៉ុននាំចូលទៅក្រុមហ៊ុន MCX ម្ដងទៅប្រទេសកម្ពុជាយើងជាមួយនឹងតម្លៃ $3,300 ជាងដែលបងប្អូនឃើញប្រហែលរយៈមុនគេដាក់ឲ្យកក់ឥឡូវយើងមកមើល body ខាងក្រៅរូបរាងរបស់វាបញ្ជាក់ផងដែរសម្រាប់ PCX ស៊េរីឆ្នាំ2026-2025 នេះគឺមាន4ពណ៌ដែលក្រុមហ៊ុននាំចូលមកមានពណ៌សបែបរបស់កូខាប់ខ្មៅកន្លងហើយនឹងពណ៌ស៊ីម៉ងឡងហើយនឹងពណ៌ខៀវក្រើមបងប្អូនកងកាក់សោយើងចុចដូចធម្មតាតែសម្រាប់125នេះអត់មានដាក់នេះទេអត់មានដាក់សារ៉ែនេះមិនឲ្យខ្ញុំចុចអត់លីទេប៊ូតុងនេះចុចនេះចុចអត់លីទេបងប្អូនចុចសំខាន់ខ្ញុំបិទខ្ញុំចុចអត់លីអញ្ចឹងប៊ូតុងសម្រាប់ចុចនេះគឺវាថាគ្រាន់តែចុចហៅម៉ូតូអញ្ចឹងយើងចុចអាហ្នឹងមកវា load ប៊ូតុងខាងលើនេះបងប្អូនចុចទៅវា load ហើយម៉ូតូនេះអត់មានសារ៉ែទេចុចទៅ load បាត់អត់មានសារ៉ែទេហើយអានេះបិទបើកសោធម្មតាពេលយើងបើកកង់សោហ្នឹងពេលយើងបើកមកនៅលើផ្ទៃកុងទ័រវាគឺដូចទៅនឹងស៊េរីឆ្នាំ2024ដែលវាបង្ហាញបែប semi digital បែបនេះបងប្អូនហើយប៊ូតុងផ្សេងយើងមាននេះទ្រាំ ABS ប្រព័ន្ធ ABS សម្រាប់ទី125នេះបងប្អូនហើយយើងមានប៊ូតុងសុំផ្លូវហើយអត់មានកុងតាក់បិទបើកភ្លើងទេសម្រាប់ model នេះដោយសារតែប្រទេសកម្ពុជាយើងលើរីកចម្រើនដែរយើងមានផ្លូវក្រោមដីអញ្ចឹងគឺយើងមានអាចចង់និយាយដូចទៅប្រទេសគេទៅនៅដែលគេប្រើម៉ូតូអត់បិទភ្លើងប្រទេសវៀតណាមប្រទេសថៃប្រទេសឥណ្ឌូនេស៊ីអញ្ចឹងដែរអូខេឥឡូវប៊ូតុងគឺប៊ូតុងសុំផ្លូវយើងពេលយើងចុចវាមកភ្លើងសងខាងវានឹងភ្លឺឡើងទាំងភ្លើងមុខនិងភ្លើងក្រោយបងប្អូនឥឡូវខ្ញុំបញ្ឆេះម៉ាស៊ីនជូនបងប្អូនសម្រាប់សលេងពីសេ125នេះគឺវារៀងអត់សូវលាន់ដូចម៉ាស៊ីន160ទេបងប្អូនបើតាមដែលខ្ញុំបញ្ឆេះស្ដាប់ទៅតែមិនថាបងប្អូនបញ្ឆេះស្ដាប់ឮបាត់យ៉ាងមិនសូវច្បាស់ដែរតែសម្រាប់ខ្ញុំបញ្ឆេះទៅវារៀងស្ងាត់ល្អដែរអត់មានឮលាន់អីទេប៉ុន្តែប្រភេទពីសេ125នេះគឺភ្ជាប់មកជាមួយនឹងស៊ីឡាំងធំហើយសម្រាប់ភ្លើង4គឺដូចទៅនឹង Honda Giono ដែរអញ្ចឹងសម្រាប់ម៉ាស៊ីននេះអត់ខ្សោយទេបងប្អូនបើសិនជាបងប្អូនទិញទៅប្រើទំនាបថាអត់ខ្សោយទេគឺវាស្ទុះល្អហ្មងបងប្អូនហើយជាមួយនឹងស៊ីឡាំងម៉ាស៊ីន125គឺវាអាចនឹងស៊ីសាំងតិចជាងម៉ាស៊ីន160ផងដែរសម្រាប់តម្លៃសមរម្យនឹងទទួលយកបងប្អូនអូខេវីដេអូនេះថ្ងៃនេះមានតែជូនបងប្អូនខ្ញុំសូមបងប្អូនពេញចិត្តវីដេអូជួយចុច like លើវីដេអូជួយកดដូចជាបើសិនជាបងប្អូនថ្មីជួយ subscribe លើវីដេអូផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូក្រោយៗទៀតបងប្អូនហើយចូលរួមជាមួយនឹងរដ្ឋាភិបាលដែរជាមួយនឹងការឈានជើងមកប្រទេសថៃហើយប្រទេសយើងកម្លាំងមួយរយៈនេះអរគុណបងប្អូន